ក្រុមរបស់ Luffy ហ្នឹងកំពុងតែមានការងឿងឆ្ងល់ថាពួកគេនៅឯណាឲ្យប្រាកដក្រោយមកពួកគេក៏បានធ្វើដំណើរទៅមុខទៀតប៉ុន្តែ Luffy នៅតែឆ្ងល់ដែរថាតើអាសត្វមួយដែលថាជាសត្វតមុននេះបន្តិចដែលបានខ្លាចទៅជាឆ្មាហ្នឹងវានៅឯណាក្រោយពីលឺ Luffy និយាយអញ្ចឹង Usopp ចេញមកប្រកែកញ៉ាយតែម្ដងថាមានទេអាហ្នឹងគឺជាសត្វឆ្មាដែលខ្លាចទៅជាសត្វតទេតើមិនជាសត្វតខ្លាចមកជាឆ្មាអីនោះទេចំពោះឯ Zoro ហ្នឹងអត់ខ្វល់អ្នកទាំងពីរទេអាណាទើអីទើទៅគឺដើរមើលជុំវិញហ្នឹងតែម្ដងប៉ុន្តែនៅពេលដែលពួកគេដើរហ្នឹង Luffy គឺឆ្ងល់ដែរថាតើអាសត្វចន្ទសាយហ្នឹងវាអស់ហើយនៅក៏ចង់ទៅប្រមាញ់យកមកស៊ីទៀតលោកក្រោយមកហ្នឹងអ្នកទាំងអស់គ្នាហ្នឹងគឺបានមើលឃើញជាមួយនឹងអវ័យចម្លែកកំពុងតែធ្វើដំណើរនៅពេលមុខពួកគេលូតផ្លត់ហើយមើលទៅមុខរបស់សាន់ជីជាមួយនឹងណាមីហ្នឹងគឺថាភ័យខ្លាំងណាស់មិនដឹងថាមានអីកើតឡើងឲ្យប្រកបទេចំណែកអ៊ូស៊ុបនិយាយដែរថាស្អីគេចង្រៃយកប៉ុន្តែបើនិយាយពី Luffy វិញហ្នឹងគឺមានតែញញឹមដាក់តែម្ដងដោយអត់បានខ្លាចអីនោះឡើយហើយសាច់រឿងរបស់យើងគឺគេបានប្រកាសដែរថាចំណងជើងនៃភាគនេះគឺការបំពេញបេសកកម្មនៅលើទឹកដីដែនបុរាណនៅលើទឹកដីព្រះចូលមកកាន់សាច់រឿងរបស់យើងវិញនៅពេលនេះកណ្ដូបមួយហ្នឹងគឺកំពុងតែឆ្ពោះដំណើរទៅរកជាមួយក្រុមរបស់ Luffy ក្រោយពីឃើញកណ្ដូបម៉ូតូអញ្ចឹងហើយហ្នឹង Luffy និង Usopp ហ្នឹងបើកភ្នែកទាំងសប្បាយចិត្តនិងគិតថាអស្ចារ្យមែនតែអ្វីដែលកាន់តែអស្ចារ្យទៀតហ្នឹងគឺកណ្ដូបមួយហ្នឹងគឺបានសម្លឹងមើលទៅកាន់ក្រុមរបស់ Luffy ប៉ុន្តែអ្នកដែលបានភ័យខ្លាចគឺ Nami ជាមួយនឹង Sanji នាំគ្នាថយក្រោយចង់100ម៉ែត្រនិងបាននិយាយទៀតថាពួកគេទាំងពីរនាក់មិនអាចនៅក្បែរសត្វចង្រៃដូចជាកណ្ដូបមួយហ្នឹងបាននោះឡើយក៏ប៉ុន្តែចំពោះឯ Usopp ជាមួយនឹង Luffy ហ្នឹងអត់ខ្លាចទេ Luffy បានទៅសួរគេទៀតថាតើជិះវាមិនទៅធ្វើម៉េចបានវាអាចដំណើរការនិយាយរួមទៅ Luffy តែងតែបែបហ្នឹងឲ្យតែឃើញអីប្លែកៗហ្នឹងគាត់តែងតែចង់លេងនិងចង់សាកល្បងវាចំពោះឯលពូយៈម្នាក់ហ្នឹងមិនបានទៅឆ្លើយសំណួររបស់ Luffy អីនោះទេគាត់បែរជាសួរបកវិញថាតើអ្នកទាំងអស់គ្នាជាសមាជិកថ្មីដែលទៅមកកោះហ្នឹងមែនចំពោះឯ Luffy និង Usopp គ្មានតែឆ្លើយតបលោកតាហ្នឹងទេបែរជាសួរបកវិញដែល Luffy សួរដែរថាតើតាចាស់ម្នាក់ហ្នឹងគឺជាណាគេ Usopp ក៏សួរវិញទៀតថាតើពួកគេទាំងអស់គ្នានៅពេលនេះនៅឯណានឹងបានសួរទៀតថាតើរបៀបនៅក្នុងការបើកជាមួយនឹងកណ្ដូបមួយនឹងឲ្យវាដំណើរការទៅមុខនឹងធ្វើម៉េចទៅគាត់ចង់ចេះធ្វើវាខ្លាំងណាស់ចំពោះលោកពូយៈម្នាក់ហ្នឹងបានតបវិញថាពួកឯងសួរច្រើនម្ល៉េះឲ្យអញឆ្លើយមួយណាទុកមួយណាទៅឆ្លើយមិនអស់សំណួររបស់ពួកឯងហ្នឹងគឺសួរច្រើនពេកហើយអស់ពេល Luffy និង Usopp សួរហ្នឹង Zoro គេសួរម្ដងថាកន្លែងនេះគឺជាទីកន្លែងណាទៅហើយក្មេងៗអើយឲ្យយើងសុំទោសផងយើងអត់មានពេលវេលាគ្រប់គ្រាន់និយាយមួយពួកឯងទេតែឥឡូវនេះយើងគឺឃ្លានបាត់ហើយទីតាំងនេះគេឲ្យឈ្មោះវាថាសាន់កតក្រោយតែពលឺពាក្យថាសាន់កត Usopp ជាមួយនឹង Luffy និយាយដែរថាអីគេអាទឹកដីមួយនឹងបង្កើតដោយព្រះមែនក្មេងៗស្ដាប់ឲ្យច្បាស់ទីតាំងមួយនេះគឺត្រឹមត្រូវហើយគឺព្រះជាអ្នកបង្កើតអ្វីគ្រប់យ៉ាងដែលពួកឯងមើលឃើញគឺដោយសារតែព្រះជាអ្នកបង្កើតទាំងអស់គ្រាន់តែលឺអញ្ចឹងភ្លាម Luffy សួរតទៀតហើយអញ្ចឹងព្រះម្នាក់នឹងខ្លាំងដែរមែនខ្ញុំគិតថាគាត់ច្បាស់ជាមានកម្លាំងខ្លាំងហើយ Usopp បាននិយាយវិញថាហ្នឹងហើយព្រះហើយអាណាដែលអន់កើតក្រោយមកលោកពូយៈនឹងបន្តនិយាយទៀតថាដើមឈើមួយនេះប្រៀបដូចជាបេះដូងនៅលើកោះមួយនឹងអញ្ចឹងវាជាទីកន្លែងកណ្ដាលដើម្បីភ្ជាប់ដំណើរទៅកាន់ពួកគេគ្រប់គ្នាអាចឲ្យពួកគេធ្វើដំណើរទៅវិញទៅមកទៅតាមតំបន់ដែលពួកគេចង់ទៅរឿងមួយវិញទៀតគឺមានជាមួយនឹងសត្វឆ្មាមួយដែលការពារជាមួយនឹងដែនដីមួយនេះប៉ុន្តែឆ្មាមួយនឹងត្រូវបាន Luffy វាយផ្ដួលបាត់ទៅហើយនឹងពួក Luffy នឹងចង់ប្រាប់ដែរតែខ្លួនឯងបានវាយឆ្មាមួយនឹងប៉ុន្តែត្រូវបាន Usopp នឹងយកដៃទៅខ្ទប់មាត់ Luffy លោកពូយៈបន្តនិយាយទៀតថាចំពោះឯសត្វមួយទៀតគឺជា Needle God ដែលជា Hancock ដែលចង់និយាយតាក់ទងមួយនឹងអាកម្មបមាមុនហ្នឹងណាដែលបានវាយប្រហារ Nami គ្រាន់តែលើពពូនិយាយតាក់ទងជាមួយនឹងកម្មបមាហ្នឹង Nami ក៏ដឹងដែរថាអាកម្មបមាដែលពួកគេបានផ្ដួលមុនហ្នឹងដែលធ្វើឲ្យ Nami ហ្នឹងបិទមិត្តខ្ជិបតែម្ដងដោយមិនហ៊ាននិយាយនោះទេហើយចំពោះសត្វដែលត្រូវបានហៅថា Air God ហ្នឹងគឺជាសត្វទន្សាយយៈមានណា Luffy ហ្នឹងរឹតតែចង់និយាយបន្តទៀតត្រូវបាន Usopp ហ្នឹងចាប់ឡើងជាប់តតែម្ដងហើយចំពោះកន្លែងហ្នឹងគឺថាកំ pl ៃមែនទែនសម្បីតែ Nami Sanji ជាមួយនឹង Zoro ហ្នឹងក៏ធ្វើមាត់ជីបអូចដោយសារតែពួកគេហ្នឹងបានវាអាសត្វមុននឹងបន្តិចចំពោះរឿងបន្ទាប់លោកពូគាត់និយាយតាក់ទងមួយរឿងសាច់មួយរឿងមហូបអីទៅដែលធ្វើ Luffy ហៀទឹកមាត់ធ្វើឲ្យ Usopp ហ្នឹងគឺបានដកដៃចេញពីមាត់របស់ Luffy ក៏ប៉ុន្តែលោកពូបានចង្អុលបង្ហាញដែរថាហាមទៅចង់បខាងនៃប្រាសាទមួយហ្នឹងព្រោះវាទីកន្លែងដែលមានគ្រោះថ្នាក់បំផុតដែលអ្នកណាទៅក៏ដោយប៉ុន្តែមិនដែលមានជីវិតត្រឡប់មកវិញនោះទេគ្រាន់តែពីលឺលោកពូប្រាប់អញ្ចឹងហើយហ្នឹង Nami ចង់ខិតលោកពូដែរតែខិតអត់ទាន់នោះទេ Luffy គឺបានស្ដាប់លឺទាំងអស់ធ្វើមាត់ជីបអូចភ្នែកកលេសកលាប់ចោះឡើងហ្នឹងមានតែចាំយូរអីរត់ទៅតែម្ដងដោយសារតែកន្លែងណាគេហាមហ្នឹង Luffy គឺចង់ទៅខ្លាំងណាស់ក្រោយមកគ្នារបស់ Luffy ហ្នឹងបាននាំគ្នារត់តាម Luffy ទាំងអស់តែម្ដងប៉ុន្តែ Zoro មានគំនិតខូចគឺចង់ទៅលេងសប្បាយជាមួយនឹង Luffy អីអញ្ចឹងទៅដែលធ្វើឲ្យ Sanji និយាយដែរថាអាក្បាលស្លែគំនិតរបស់ឯងហ្នឹងគឺដូច Luffy គំនិត Luffy គឺដូចរបស់ឯងហើយទាំងពីរនាក់ហ្នឹងគឺដូចតែគ្នាល្ងងដូចគ្នាចំពោះឯ Nami អីហ្នឹងគឺបានរត់តាម Luffy ពីក្រោយថែមទាំងបានស្រែកទៀតថា Luffy ឈប់សិនទៅតែ Luffy របស់យើងហ្នឹងមានតែបានស្ដាប់អ្នកណានោះទេគឺថារត់យកមួយទំហឹងមនុស្សចាស់តែម្ដងក៏
ក៏ប៉ុន្តែអាពេលដែលរត់ហ្នឹងគឺបែរជាឃើញខ្លួនឯងរត់ទៅរកខ្លួនឯងបុកជាមួយនឹងកញ្ចក់ម៉ាំងតែម្ដងឡើងបែកកញ្ចក់គេឡើងបាញ់ហ្នឹងហើយបាសជើងទាំងងាងចំពោះឯការបែកជាមួយនឹងកញ្ចក់មួយហ្នឹងពួកមនុស្សយៈដតៃគាត់ក៏បានមើលឃើញក៏ដូចជាចង់រៀបការជាមួយនឹងសាន់កតរបស់ពួកគាត់ផងដែរក៏ប៉ុន្តែសាច់រឿងក៏បានកាត់មកកាន់គ្នារបស់ Luffy វិញពួកគេមានការភ្ញាក់ផ្អើលមែនទែនដោយមិននឹកស្មានថាទីតាំងនេះបែរជាមានកញ្ចក់ទៅវិញអូសុបនឹងបានទៅអប Zoro ដល់និយាយដែរថាខ្លាចខ្លាំងណាស់ Zoro អើយមិនហ៊ានទៅទៀតទេ Zoro បានថាឲ្យអូសុបវិញថាមើលច្បាស់សិនទៅមើលនោះវាជាបន្ទប់មួយជាបន្ទប់ដេរសម្លៀកបំពាក់ហើយវាប្រៀបដូចជាបន្ទប់ដែលបានដេរសម្លៀកបំពាក់ឲ្យពួកគេពាក់អញ្ចឹងក្រោយមក Zoro គាត់ក៏បានប្រើជាមួយនឹងដាវរបស់គាត់ដើម្បីធ្វើការកាត់ផ្ដាច់ជាមួយនឹងសំណាញ់ដើម្បីពួកគេនឹងចូលទៅខាងក្នុងក្រុមរបស់ Luffy គឺបាននាំគ្នាដើរចូលទៅខាងក្នុងប៉ុន្តែនៅពេលនោះ Luffy បានឮសំឡេងចម្លែកចំពោះសំឡេងដែល Luffy បានឮហ្នឹងតាមពិតទៅគឺជា Chopper នៅពេលនេះត្រូវបានគេចាប់ចងដូចជាសត្វចិញ្ចឹមអញ្ចឹងហើយ Chopper បាននិយាយដែរថាឲ្យគ្រប់គ្នានឹងជួយគាត់ផងមើលទៅគាត់ទៅចាប់ជាមួយនឹងបលាវកបាត់ហើយ Zoro គេយកដាវរបស់គេនឹងទៅភ្ជុងជាមួយនឹងករបស់ Chopper ថែមទាំងនិយាយទៀតថាកុំកម្រើកទៅខ្ញុំជាអ្នកកាត់មានណា Chopper និយាយដែរថាចង្កួត Zoro អើយកុំមកកាត់ផ្ដេសផ្ដាស់អីដាច់កខ្ញុំលើហើយដែលចុងក្រោយហ្នឹងគឺ Nami ជាអ្នកជួយដោះជាមួយនឹងខ្នោះករបស់ Chopper ប៉ុន្តែនៅពេលដែលអបមួយ Nami ហ្នឹង Nami និយាយដែរថា Chopper ពាក់គាត់មួយអញ្ចឹងហើយហ្នឹងគួរតែមានដុំមាសអីយកមកធ្នូដោះដូរជាមួយនឹងការចម្ពាក់មួយហ្នឹងចំពោះអ៊ូសុបហ្នឹងគាត់ក៏បានសង្កេតឃើញថាហ្នឹងគឺជាកៅអៅរបស់ពួកគាត់មុនពេលពួកគាត់មកដល់ទីនេះចំណែក Luffy នេះវិញនិយាយដែរថាមើលទៅសិតតែកញ្ចក់ពេញហ្នឹង Sanji ក៏លើកឡើងដូចគ្នាដែរថាកញ្ចក់មួយនេះហ្នឹងតាមពិតទៅហ្នឹងគឺវាអាចមើលពីខាងក្រៅនេះហ្នឹងគឺចូលទៅខាងក្នុងអ្នកខាងក្នុងគឺមិនអាចមើលមកខាងក្រៅនោះទេគឺបានងាកទៅនិយាយមួយ Nami ដែលនិយាយដែរថាសូមទៅជួសជុលជាមួយនឹងកញ្ចក់របស់ Nami មានណាត្រូវមកជើងរបស់ Nami តែម្ដងចង់ខូចគេមែនពេលគេងូតទឹកហ្នឹងគឺថាយកកញ្ចក់ហ្នឹងទៅដាក់ជាមួយនឹងកញ្ចក់របស់ Nami ដែលងូតទឹកដល់ឡែកចំពោះបរិយាកាសនៅជុំវិញហ្នឹងគឺថាសត្វទាំងអស់សុទ្ធតែជាសត្វប្រភេទសត្វយក្សហើយក្រុមរបស់ Luffy គឺជាមនុស្សអញ្ចឹងគឺបានន័យថាពួកគេគឺតូចដូចជាសមោចអញ្ចឹងហើយមកសត្វដែលនៅក្នុងបន្ទប់មួយហ្នឹងចាប់ផ្ដើមបើកការវាយប្រហារទៅកាន់ក្រុមរបស់ Luffy មិនថាតែកដុលមិនថាតែទីតុយ admin ក៏មិនដឹងថាសត្វនឹងសត្វអីដែរតែថាវាដូចទីតុយបើនិយាយខ្លីទៅដល់ពេលហ្នឹងក្រុមរបស់ Luffy កំពុងតែមានបញ្ហាជាមួយនឹងសត្វយក្សទាំងអស់ហ្នឹងកំពុងបើកការវាយប្រហារទៅកាន់ក្រុមរបស់ Luffy ចំពោះ Zoro គាត់ខ្លាចដែរដកដាវរបស់គាត់ដើម្បីត្រៀមប្រយុទ្ធប៉ុន្តែនៅពេលជាមួយនឹងគ្នានោះស្រាប់តែមានមនុស្សយក្សម្នាក់ទៀតកំពុងតែធ្វើដំណើរទៅកាន់បន្ទប់របស់ពួកគេចំណែក Luffy ក៏និយាយដែរថាបានហើយដល់ពេលហើយត្រូវវាយពួកវាទៅក្រោយតែពេល Luffy របស់យើងនិយាយចប់ហើយហ្នឹងគាត់ក៏ចាប់ផ្ដើមបញ្ចេញជាមួយនឹងសកម្មភាពរបស់គាត់បានបដូរទម្រង់របស់គាត់ទៅជាគៀលទី5នៅពេលជាមួយនឹងគ្នាហ្នឹងគឺ Luffy បានលោតចុះឡើងចូលទៅវាយជាមួយនឹងអាពស់ដែលរកខំជាមួយនឹងគាត់ក្រោយតែពេល Luffy បានវាយទៅកាន់ពស់មួយហ្នឹងចាប់ផ្ដើមធ្វើឲ្យភ្លើងហ្នឹងគឺវាឆេះនៅទីតាំងហ្នឹងដូចគ្នាចំពោះឯ Sanji របស់យើងវិញហ្នឹងគឺថាជក់បរិយម្ដងសិននៅក្នុងការប្រយុទ្ធកដុលមួយហ្នឹងគឺបានចូលទៅវាយ Sanji តែត្រូវបាន Sanji ហ្នឹងវាយឡើងខ្ទប់ជាមួយនឹងដីតែម្ដងខាង Chopper ឯនេះវិញហ្នឹងត្រូវបាន Nami ជីដើម្បីស្វែងរកជាមួយនឹងអ្វីមួយយ៉ាងប៉ុន្តែ Nami និយាយដែរថាដូចជាធំក្លិនមីហ៎តោះទៅរកជាមួយនឹងកំណប់ឲ្យលឿនឡើងទៅហើយងាកមកមើល Zoro គឺកំពុងតែប្រយុទ្ធគ្នាជាមួយនឹងសត្វស្លាបចំណែកឯ Sun God ហ្នឹងគឺគេបានដើរមកដល់ហើយគ្រាន់តែថាមកដល់បន្ទប់គេភ្លាមហ្នឹងគឺបើកទ្វារមកឃើញមួយក្រុមរបស់ Luffy កំពុងតែអោតលក់ឆេះពេញហ្នឹងសុបបានស្រែកដែរថា Luffy នៅពេលនេះ Sun God មកហើយឆាប់រត់លឿនឡើងទៅពួក Luffy Zoro អីអត់ស្ដាប់នោះទេហើយ Zoro គឺបានវាទៅកាន់អាសត្វបាក់សីមួយហ្នឹងគឺថាដេកស្ប៉ាមនៅកន្លែងហ្នឹងតែម្ដងចំណែក Luffy នៅវិញក៏វាដៃយកបានដាក់ទៅកាន់អាសត្វពស់មួយហ្នឹងមួយដៃវាយអាសត្វហ្នឹងមកជុំទេងុំវាយអាសត្វគេហ្នឹងដួលនៅមុខគេទៀតក្រោយតែវាសត្វគេដួលហើយហ្នឹង Zoro Luffy Sanji អីហ្នឹងចាប់ផ្ដើមនឹមគ្នារត់ចាកចេញពីទីតាំងហ្នឹងហើយនៅពេលដែលពួកគេរត់ចាកចេញទៅហ្នឹងគឺពួកគេបានប្រទះគ្នាឃើញជាមួយនឹងអាសត្វឆ្មាហ្នឹងបន្តទៀតហើយមើលទៅឆ្មាហ្នឹងក៏ហឹមដាក់ទៅកាន់ក្រុមរបស់ Luffy ប៉ុន្តែ Luffy វិញគឺបានញញឹមទៅដាក់វាវិញ Luffy ញញឹមដាក់វិញហ្នឹងមកជុំទេងុំតែ Luffy ក៏វាដៃធ្វើឲ្យអាសត្វឆ្មាមួយហ្នឹងចាប់ផ្ដើមភ័យទៀតហើយថាត្រូវទៀតហើយមួយសន្ទុះក្រោយមកហ្នឹងឃើញថាសត្វឆ្មាមួយហ្នឹងពោកក្បាលបាត់ទៅហើយក្រុមរបស់ Luffy ក៏បានជិះទៅលើវាដើម្បីយកវាធ្វើជាយានជំនិះនឹងឯង Nami គាត់ក៏បានយកជាមួយនឹងផែនទីនៃទីតាំងនេះមកហើយ Sanji ហ្នឹងក៏ត្រេកអរជាមួយនឹង Nami ដែលបានយកផែនទីមកហើយអបិសាន់គាត់ហ្នឹងក៏បានស្រែកដែរថាតើពួកឯងចង់រត់ទៅណានេះគឺជាទឹកដីរបស់យើងហើយ Luffy ហ្នឹងមានបានតែស្ដាប់អបិហ្នឹងទេ Luffy ហ្នឹងគឺបានបន្តដំណើរទៅមុខទៀតដោយនិយាយដែរថាតោះពួកយើងចាក់ចេញឯពួកមនុស្សយក្សវិញគឺភ័យយកតែម្ដងដោយសារតែនៅពេលនេះ Sun God គឺបានចេញមកបាននិយាយទៀតថាយើងមិនអនុញ្ញាតឲ្យពួកឯងរត់ចាក់ចេញនោះឡើយរហូតដល់តែសាច់រឿងហ្នឹងគឺស្លេះតែប៉ុណ្្នឹងគ្នាយើងអញ្ចឹងរងចាំទស្សនាវីដេអូភាគបន្តនៅអាទិត្យក្រោយបាយបាយ